a group of young people in Sroryong Commune, Preah Vihear Province, has been collecting donations for Cambodian soldiers and displaced families since the conflict began. The initiative was started by local youth who placed donation signs in front of their homes and went door to door, collecting food, supplies, and cash from market sellers, pagodas, and residents. The commune chief joined in, coordinating transport and delivering donations to the front line in refugee areas, often traveling more than 100 kilometers a day. កន្លងមកនេះក្រុមការងារឃុំបានសហការជាមួយក្រុមយុវជនហើយនឹងសហគមន៍នៅក្នុងភូមិដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្វះខាតការដឹកជញ្ជូននេះគឺយើងធ្វើដោយស្ម័គ្រចិត្តដែរបាទពេលខ្លះយើងប្រមូលបានតែសម្ភារៈទេមានបន្លែមានសាច់មានត្រីអញ្ចឹងគឺការដឹកអូសទៅយើងអត់គិតពីថ្លៃសាំងថ្លៃអីទេប៉ុន្តែពេលខ្លះបងប្អូនដែលនៅជិតខាងមិត្តភ័ក្តិអីហ្នឹងគឺគាត់ចែកម្លែកបាទមានជួយជាសាំងខ្លះតាំងពីដើមមកពួកខ្ញុំធ្លាប់ធ្វើជាក្រុមស្ម័គ្រចិត្តរបស់យុវជនតាំងពីនៅរៀនរហូតដល់ចប់រៀនមកក៏យើងធ្វើបែបហ្នឹងបាទដោយសារយើងគិតឃើញថាការចែកម្លែកក្តីស្រឡាញ់នេះមានអ្នកខ្លះជាអ្នកទូធាមែនប៉ុន្តែគាត់មានពេលវេលាធ្វើយើងបង្កើតជាក្រុមមកដើម្បីជួយពួកគាត់អត់មានពេលវេលាធ្វើគាត់មានថវិកាមកឲ្យពួកខ្ញុំអត់មានសម្បូរថវិកាទេប៉ុន្តែខ្ញុំមានពេលវេលាចំណាយពេលវេលាធ្វើនៅមានរបស់យើងជួយទៅមិនសឹងមិញគឺថាបើតាក់សិតអត់តមកដល់ទីតាំងនេះគឺជាទីតាំងដែលយុវជនយើងនៅក្នុងឃុំសយងហ្នឹងសម្រាប់ជំរុញថាយើងយកទីតាំងហ្នឹងដើម្បីទទួលស្បៀងបងប្អូនជាប្រវត្តិយើងក្នុងឃុំសយងដោយផ្ទាល់ដែលគាត់ដូចជាកសិករដែលគាត់មានបន្លែមានគល់ស្ត្រីរំដេងឬក៏ជាត្រីជាសាច់អីផ្សេងៗហ្នឹងដែលគាត់មានទិសដៅចង់យកឲ្យទៅដល់ដៃដូចជាបងវណ្ណៈកងតបជួមុខឬក៏បងប្អូនភេសឹកហ្នឹងគឺគាត់អាចយកមកដាក់នៅទីតាំងនេះបានគឺពួកយើងទទួលពីគាត់ផ្ទាល់ហើយពួកយើងមានក្រុមការងារសម្រាប់ដឹកផ្ទាល់ដល់ដៃពួកគាត់តែម្ដងបានន័យថាយើងជាយុវជនហ្នឹងជាដៃជាជើងរបស់ពួកគាត់បងគាត់មិនអាចទៅយកទៅឲ្យបានតែពួកយើងអាចទៅយកទៅឲ្យបានតែយើងអត់មានរបស់ពួកគាត់មានរបស់អញ្ចឹងវាច្រើនវាបានច្រើនរហូតដល់ធ្លាក់នៅពេលដែលរយៈពេលដូចសង្គ្រាមវគ្គទី2នេះវាអស់បន្លាយរហូតដល់20ថ្ងៃជាងអញ្ចឹងកាត់បន្ថយអាចនៅសល់2ឡាន3ឡាន1ឡានតែវានៅមានសកម្មភាពរហូតយ៉ាងអន់បំផុតក៏យើងមាន1ឡានអីអាចដឹកទៅឲ្យបងប្អូនទៅហ៊ានជួបបានដែរការទុកចិត្តហ្នឹងទី1គឺតាក់ទងនឹងសេចក្តីថ្លៃថ្នូររបស់យុវជនផ្ទាល់ទី2គឺការចូលរួមរបស់មន្ត្រីឃុំដូចជាមេឃុំនិងមន្ត្រីផ្សេងៗហ្នឹងដូចជាសិទ្ធិខាងសាលាខាងវត្តអារាមហើយនិងអាជីវករផ្សេងៗហ្នឹងគឺគាត់បានចូលរួមអញ្ចឹងសកម្មភាពមួយហ្នឹងគាត់ឃើញផ្ទាល់ជាក់ស្ដែងវាពិតជាទៅដល់ដៃបងជួមុខឬក៏បងប្អូនភេសឹកពិតប្រាកដមែនអញ្ចឹងទាំងអស់ហ្នឹងឯងដែលជាហេតុធ្វើឲ្យពួកគាត់មានទំនុកចិត្តមកលើក្រុមពួកយើង There are no big donors or official campaigns in Sroryong. Just villagers, students, market sellers, and chiefs, giving what they can and carrying it themselves. In a time of war, this is how the community chooses to respond.